នៅភូមិដាច់ស្រយាលមួយឲ្យតែដល់ម៉ោង5ព្រឹកគេតែងតែឃើញកុមារាសុភ័ក្រដើរទៅកាន់អណ្ដូងទឹកសហគមន៍បន្ទាប់ពីដងទឹកដាក់ពាងនៅផ្ទះខ្លួនឯងពេញហើយសុភ័ក្រមិនដែលភ្លេចយួរទឹកពីធុងទៀតដើរទៅកាន់ខ្ទង់ជ្រារបស់យាយម៉ៅដែលនៅក្បែរនោះឡើយយាយម៉ៅរស់នៅម្នាក់ឯងភ្នែកក៏មិនសូវភ្លឺហើយកូនចៅក៏ទៅធ្វើការនៅឆ្ងាយអស់រាល់ព្រឹកសុភ័ក្រតែងតែដងទឹកដាក់ពាងឲ្យពេញបោះសម្អាតជុំវិញផ្ទះឲ្យស្អាតនិងជួយរៀបចំអុសសម្រាប់លោកយាយដាំសថ្ងៃមួយសុភ័ក្រកំពុងតែរៀបចំអុសឲ្យលោកយាយស្រាប់តែលោកយាយហៅគេទៅជិតរួចហុចកញ្ចប់តូចមួយឲ្យលោកយាយនិយាយទាំងទឹកភ្នែករលីងរលោងថាចៅអើយយាយគ្មានអ្វីតបស្នងទឹកចិត្តចៅទេមានតែនៅពេលយាយម៉ៅហុចកញ្ចប់តូចនោះមកឲ្យភ្នែករបស់គាត់ពោពេញទៅដោយក្តីរំភើបប៉ុន្តែសុភ័ក្របែរជាញឹមយ៉ាងស្រស់ហើយវាស្ដីបដិសេធថ្នមរួចនិយាយថាលោកយាយខ្ញុំជួយលោកយាយព្រោះខ្ញុំស្រឡាញ់និងអាណិតលោកយាយដូចជាជីដូនបង្កើតរបស់ខ្ញុំអញ្ចឹងម៉ែខ្ញុំតែងតែប្រដៅថាការជួយអ្នកជិតខាងដែលខ្វះខាតគឺជាបុណ្យកុសលនិងជាសីលធម៌ដែលកូនខ្មែរគ្រប់រូបត្រូវមានខ្ញុំមិនអាចទទួលយករបស់តបស្នងពីលោកយាយបានទេបាទយាយម៉ៅឮហើយក៏ស្រក់ទឹកភ្នែកដោយក្តីរំភើបព្រោះមិននឹកស្មានថាមានក្មេងប្រុសដែលមានចិត្តធំទូលាយបែបនេះគាត់ក៏លើកដៃប្រណម្យឲ្យសំពះឲ្យពរជ័យដល់សុភ័ក្រយ៉ាងជក់ចិត្តច្រើនឆ្នាំកន្លងផុតទៅកុមារាសុភ័ក្រដែលធ្លាប់តែយួរធុងទឹកឲ្យលោកយាយរាល់ព្រឹកបានក្លាយជាយុវជនម្នាក់ដែលមានចំណេះដឹងជ្រៅជ្រះដោយសារតែភាពស្មោះត្រង់និងសីលធម៌ដ៏ល្អប្រពៃដែលគេបានសាងក៏មានសប្បុរសជនជួយឧបត្ថម្ភឲ្យគេបានរៀនសូត្រខ្ពង់ខ្ពស់នៅទីក្រុងថ្ងៃមួយសុភ័ក្របានត្រឡប់មកភូមិកំណើតវិញក្នុងនាមជាវិស្វករម្នាក់អ្វីដែលគេធ្វើដំបូងគេគឺការសាងសង់អណ្ដូងទឹកស្អាតនិងផ្ទះថ្មីជូនអ្នកភូមិនិងលោកយាយម៉ៅដែលឥឡូវជ្រីខ្លាំងដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់សុភ័ក្របាននិយាយទៅកាន់ក្មេងក្នុងភូមិថាការចេះជួយគ្នានិងការដឹងគុណចាស់ទុំគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សបើគ្មានទឹកចិត្តល្អពីថ្ងៃមុនក៏គ្មានខ្ញុំនៅថ្ងៃនេះដែរការធ្វើអំពើល្អដោយចិត្តបរិសុទ្ធនិងការដឹងគុណចាស់ព្រឹទ្ធាចារ្យមិនត្រឹមតែផ្ដល់កិត្តិយសដល់ខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែវានឹងនាំមកនូវជោគជ័យនិងសេចក្តីសុខក្នុងជីវិតទៅថ្ងៃអនាគត